រឿងអ្នកកាប់អុសនិងខ្លាអ្នកតានៅជាភូមិតូចមួយក្នុងប្រទេសកម្ពុជាមានព្រៃចាស់មួយដែលអ្នកភូមិជឿថាជាព្រៃដែលមានអ្នកតាថែរក្សាព្រៃនោះមិនធំជាងព្រៃដទៃទៀតនោះទេប៉ុន្តែវាមានអ្វីមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាខុសប្លែកពីធម្មតានៅកណ្ដាលព្រៃមានដើមឈើធំពុះជាច្រើនដែលមានអាយុរាប់សិបឆ្នាំមកហើយឫសរបស់ពួកវាដុះវាពេញលើដីប្រៀបដូចជាសរសៃឈាមហើយមែកធំរបស់វាគ្របដណ្ដប់លើដីប្រៀបដូចជាឆ័ត្រយក្សនៅជិតដើមពោធិ៍ចាស់មួយមានកន្លែងតូចមួយដែលអ្នកភូមិធ្លាប់យកផ្កាធូបនិងផ្លែឈើទៅដាក់សែនពួកគេតែងហៅទីនោះថាតូបអ្នកតាចាស់ក្នុងភូមិតែងប្រាប់កូនចៅថាមិនត្រូវកាប់ដើមឈើនៅជុំវិញកន្លែងនោះឡើយហើយមានរឿងមួយទៀតដែលគួរឲ្យខ្លាចបំផុតនោះគឺគេនិយាយថានៅក្នុងព្រៃនោះមានខ្លាមួយដ៏ធំដែលវាមិនមែនជាខ្លាធម្មតានោះទេវាមានរូងពណ៌លឿងចាស់ឆ្នូតខ្មៅធំនិងមានភ្នែកពណ៌លឿងភ្លឺនៅពេលយប់អ្នកភូមិតែងហៅវាថាខ្លាអ្នកតាគេជឿថាខ្លានោះជាអ្នកការពារព្រៃវាមិនស៊ីមនុស្សដោយគ្មានហេតុផលនោះទេប៉ុន្តែអ្នកដែលចូលព្រៃដោយមានបំណងអាក្រក់ឬបំផ្លាញកន្លែងអ្នកតាអ្នកនោះនឹងមិនអាចត្រឡប់មកផ្ទះវិញបានឡើយនៅក្នុងភូមិនោះមានបុរសម្នាក់ឈ្មោះកំសត់ជាអ្នករកស៊ីកាប់អុសគាត់មានអាយុប្រហែល30ឆ្នាំហើយរស់នៅជាមួយប្រពន្ធនិងកូនតូច2នាក់ជីវិតរបស់គ្រួសារគាត់មិនសូវជាធូរធារប៉ុន្មាននោះទេជារៀងរាល់ព្រឹកមុនព្រះអាទិត្យរះកំសត់តែងយកពូថៅមួយនិងខ្សែទុកចងអុសរួចចូលទៅក្នុងព្រៃគាត់កាប់តែដើមឈើតូចឬមែកឈើដែលបានបាក់ធ្លាក់មកប៉ុណ្ណោះដើម្បីយកមកលក់និងធ្វើជាអុសប្រើប្រាស់នៅក្នុងផ្ទះកំសត់តែងតែគោរពព្រៃគាត់មិនដែលកាប់ដើមឈើធំដែលនៅជិតកន្លែងអ្នកតានោះទេប៉ុន្តែថ្ងៃមួយគ្រួសាររបស់គាត់បានជួបបញ្ហាដ៏ធ្ងន់ធ្ងរប្រពន្ធរបស់គាត់ធ្លាក់ខ្លួនឈឺខ្លាំងហើយត្រូវការប្រាក់សម្រាប់ទិញថ្នាំកំសត់ត្រូវរកប្រាក់ឲ្យបានច្រើនជាងធម្មតានៅព្រឹកថ្ងៃបន្ទាប់គាត់បានចូលទៅព្រៃជ្រៅជាងរាល់ដងគាត់បានដើរឆ្លងកាត់ផ្លូវដែលគាត់មិនធ្លាប់ទៅនៅទីនោះគាត់បានឃើញដើមឈើដ៏ធំមួយវាមានមែកធំនិងសាច់ឈើល្អសម្រាប់លក់កំសត់ឈមមើលដើមឈើនោះមួយសន្ទុះធំគាត់ដឹងថាវានៅមិនឆ្ងាយប៉ុន្មានពីកន្លែងអ្នកតានោះទេប៉ុន្តែប្រាក់ដែលគាត់ត្រូវការធ្វើឲ្យគាត់ស្ទាក់ស្ទើរទីបំផុតគាត់បានសម្រេចចិត្តលើកពូថៅឡើងហើយកាប់ដើមឈើធំនោះលាន់សូរតែផាំងសំឡេងពូថៅបុកដើមឈើបានលាន់ឮសំឡេងខ្ទរពេញព្រៃកំសត់ឈប់មួយផ្លែតគាត់មានអារម្មណ៍ថាហាក់បីដូចមាននរណាម្នាក់កំពុងឈរមើលគាត់ក៏បានងាកមើលជុំវិញខ្លួនប៉ុន្តែវាគ្មាននរណាម្នាក់នោះទេមានតែដើមឈើនិងសំឡេងស្លឹកឈើរញ្ជួយប្រាវគាត់បន្តកាប់ដើមឈើផាំងបន្ទាប់ពីកាប់បានជាច្រើនពូថៅមកសំឡេងសត្វនៅក្នុងព្រៃ
បានបាត់ទៅទាំងអស់សូម្បីតែសត្វបក្សីក៏ឈប់យំកំសត់ឈប់ដៃបន្តិចហើយនៅពេលនោះគាត់បានឮសំឡេងមួយនៅខាងក្រោយខ្នងរបស់គាត់សូមកុំកាប់ដើមឈើនេះអីកំសត់ស្រឡាំងកាំងងាកមើលក្រោយយឺតប៉ុន្តែគឺគ្មាននរណាម្នាក់នោះទេគាត់គិតថាប្រហែលជាគាត់គិតច្រើនពេកហើយដូច្នេះគាត់បានលើកពូថៅឡើងហើយបន្តកាប់ដើមឈើនោះទៀតប៉ុន្តែពេលគាត់កំពុងកាប់ស្រាប់តែមានសំឡេងខ្លាមួយបានគ្រហឹមឡើងពីក្នុងព្រៃកំសត់ក៏បានទម្លាក់ពូថៅចុះគាត់រត់មករកបាច់អុសរបស់គាត់ប៉ុន្តែនៅក្នុងព្រៃខាងមុខស្រាប់តែមានពន្លឺពណ៌លឿងមួយគូកំពុងសម្លឹងមើលគាត់ដំបូងកំសត់គិតថាវាជាពន្លឺព្រះអាទិត្យដែលចាំងឆ្លុះភ្លុះកាត់តាមស្លឹកឈើប៉ុន្តែពន្លឺនោះកំពុងផ្លាស់ទីយឺតរូបរាងធំមួយបានលេចឡើងចេញពីភាពងងឹតព្រះជាម្ចាស់អើយវាជាខ្លាមួយដ៏ធំវាធំជាងខ្លាដែលកំសត់ធ្លាប់បានឃើញនៅក្នុងរូបរោមរបស់វាមានពណ៌លឿងចាស់ឆ្នូតខ្មៅធំហើយភ្នែករបស់វាភ្លឺដូចអណ្ដាតភ្លើងខ្លានោះឈរនៅចម្ងាយប្រហែល10ម៉ែត្រពីគាត់វាមិនបានស្ទុះមកវាយប្រហារគាត់នោះទេវាគ្រាន់តែឈរសម្លឹងមើលកំសត់ប៉ុណ្ណោះកំសត់បានដកដង្ហើមធំមួយគាត់ចាប់ផ្ដើមដើរថយក្រោយយឺតខ្លានោះបានបោះមួយជំហានមកមុខហើយកំសត់ក៏បានថយមួយជំហានទៅក្រោយខ្លាបោះជំហានមុខមួយជំហានទៀតបន្ទាប់មកខ្លាបានងាកក្បាលទៅកាន់ដើមឈើដែលកំសត់កំពុងកាប់វាសម្លឹងដើមឈើនោះបន្ទាប់មកសម្លឹងមុខមើលកំសត់វិញកំសត់ចាប់ផ្ដើមយល់វាមិនមែនកំពុងប្រមាញ់គាត់នោះទេវាកំពុងព្រមានគាត់កំសត់លើកដៃសំពះគាត់ដាក់ពូថៅចុះហើយដើរថយក្រោយយឺតខ្លានោះនៅតែបន្តឈរមើលបន្ទាប់ពីកំសត់ដើរចេញពីក្រោមដើមឈើខ្លាក៏បានបាត់ចូលទៅក្នុងព្រៃវិញទៅកំសត់បានត្រឡប់មកផ្ទះវិញដោយមិនបានយកអុសមកជាមួយសូម្បីតែមួយដុំនោះទេគាត់បានប្រាប់ប្រពន្ធរបស់គាត់អំពីរឿងហេតុដែលបានកើតឡើងប្រពន្ធរបស់គាត់ភ័យខ្លាចខ្លាំងណាស់ចាស់នៅក្នុងភូមិបានឮរឿងនេះហើយនិយាយថាកំសត់មានសំណាងណាស់ដែលនៅមានជីវិតត្រឡប់មកវិញពួកគេជឿថាខ្លានោះគឺជាខ្លារបស់អ្នកតាប៉ុន្តែមានបុរសម្នាក់ទៀតរស់នៅក្នុងភូមិនោះដែលមានឈ្មោះថារដ្ឋាដែលគាត់មិនជឿជាក់លើរឿងនេះទេរដ្ឋាជាឈ្មួញឈើគាត់ដឹងថាដើមឈើនៅតំបន់នោះមានតម្លៃខ្លាំងណាស់គាត់បានឮថាកំសត់បានរកឃើញដើមឈើធំជាច្រើននៅក្នុងព្រៃដូច្នេះគាត់ក៏បានសម្រេចចិត្តចូលទៅក្នុងព្រៃនោះទាំងយប់ជាមួយនឹងមនុស្សចំនួន3នាក់ទៀតពួកគេយកពូថៅនិងឧបករណ៍ដើម្បីកាប់ឈើទៅជាមួយកំសត់បានព្យាយាមហាមឃាត់ពួកគាត់ប៉ុន្តែរដ្ឋាមិនបានស្ដាប់នោះទេគាត់ថែមទាំងបានសើចចំអកចំពោះរឿងខ្លាអ្នកតានោះទៀតផងគាត់និយាយថាខ្លាវាគ្រាន់តែជាសត្វធម្មតានោះទេវាមិនអាចយកឈ្នះលើមនុស្សបានទេនៅយប់នោះពួកគេបានដើរចូលទៅក្នុងព្រៃដើម្បីកាប់ឈើពេលយប់ជ្រៅព្រៃមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំងរដ្ឋានិងមនុស្សរបស់គាត់បានដើរទៅដល់ដើមឈើធំមួយនោះវាគឺជាដើមឈើដែលកំសត់
បានកាប់ការពីព្រឹកមិញរដ្ឋាលើកពូថៅឡើងហើយកាប់ឬសូរតែផាំងសំឡេងបន្លឺពេញព្រៃដំបូងវាមិនមានអ្វីកើតឡើងនោះទេគាត់បានសើចសប្បាយជាមួយនឹងក្រុមរបស់គាត់ហើយក៏បានបន្តកាប់ដើមឈើនោះទៀតផាំង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 ស្រាប់តែបន្តិចក្រោយមកក៏ខ្យល់បានឈប់បក់សំឡេងសត្វល្អិតនិងបក្សីទាំងឡាយនៅក្នុងព្រៃប្រែជាស្ងាត់ឈឹងអាកាសធាតុប្រែប្រួលត្រជាក់ស្រឹបមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងពីរចាប់ផ្ដើមភ័យគាត់បានឮសំឡេងជួនលើស្លឹកឈើនៅខាងក្រោយគាត់បានងាកមើលប៉ុន្តែវាគ្មានអ្វីនោះទេបន្ទាប់មកស្រាប់តែមានសំឡេងជើងធ្ងន់ធ្ងរដើរលើស្លឹកឈើស្ងួតព្រឹប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 មនុស្សទាំង3ឈប់ហើយដកដង្ហើមមួយពីក្នុងភាពងងឹតភ្នែកពលលឿងមួយគូបានបើកឡើងរដ្ឋាចាប់ផ្ដើមដើរថយក្រោយខ្លាអ្នកតារំលេចខ្លួនមកយឺតពីក្នុងស្បៃរាត្រីប៉ុន្តែលើកនេះវាមិនបានឈរនៅឆ្ងាយនោះទេវាដើរមកកាន់ដើមឈើដែលវាឈរនៅមុខកន្លែងដែលពួកគេកំពុងកាប់បន្ទាប់មកវាបានបន្លឺសំឡេងក្រហមយ៉ាងខ្លាំងគួរឲ្យព្រឺឆ្អឹងខ្នងមនុស្សពីរនាក់បានទម្លាក់ពូថៅហើយរត់យ៉ាងលឿនគេចចេញពីសត្វខ្លារដ្ឋាមិនចាំយូរក៏រត់តាមពួកគេផងដែរប៉ុន្តែដោយភាពភ័យខ្លាចស្លន់ស្លោពេកគាត់បានរត់ខុសផ្លូវព្រឹកឡើងមនុស្សពីរនាក់បានត្រឡប់មកភូមិប៉ុន្តែរដ្ឋាមិនបានត្រឡប់មកជាមួយពួកគេនោះទេអ្នកភូមិបានចេញដើរស្វែងរកកំសត់ក៏បានទៅជាមួយពួកគេដែរពួកគេរកឃើញពូថៅមួយនៅក្បែរដើមឈើរកឃើញស្បែកជើងមួយគូប៉ុន្តែមិនឃើញរដ្ឋានោះទេពួកគេដើរតាមស្នាមជើងចូលទៅក្នុងព្រៃស្នាមជើងនាំទៅដល់កន្លែងអ្នកតានៅទីនោះរដ្ឋាកំពុងអង្គុយនៅលើដីគាត់មើលទៅមានសភាពស្លេកស្លាំងយ៉ាងខ្លាំងនិងភ័យញ័រដូចជាកូនសត្វគាត់មិនបាននិយាយអ្វីទាំងអស់នៅពេលអ្នកភូមិចូលទៅជិតគាត់បានត្រឹមតែចង្អុលទៅដើមពោធិ៍ចាស់នៅក្រោមដើមឈើមានស្នាមជើងរបស់ខ្លាធំជាច្រើនវាចាប់ផ្ដើមពីកន្លែងដែលរដ្ឋាបានបាត់ខ្លួនហើយបញ្ចប់នៅមុខកន្លែងអ្នកតាបន្ទាប់ពីថ្ងៃនោះរដ្ឋាបានឈប់រកស៊ីកាប់ឈើគាត់មិនដែលហ៊ានចូលទៅក្នុងព្រៃម្នាក់ឯងទៀតឡើយហើយក៏គ្មាននរណាម្នាក់ដឹងដែរថានៅយប់នោះរដ្ឋាគាត់បានប្រទះឃើញរឿងអ្វីខ្លះគាត់មិនដែលនិយាយប្រាប់នរណាម្នាក់ឡើយប៉ុន្មានថ្ងៃក្រោយកំសត់ក៏បានត្រឡប់ចូលទៅក្នុងព្រៃនោះវិញគាត់បានយកផ្កានិងធូបទៅដាក់នៅកន្លែងអ្នកតាគាត់មិនបានយកពូថៅទៅជាមួយនោះទេគាត់គ្រាន់តែអង្គុយដោយស្ងប់ស្ងាត់នៅទីនោះស្រាប់តែពេលនោះខ្លាធំមួយបានលេចចេញពីព្រៃមកវាឈរនៅមិនឆ្ងាយប៉ុន្មានពីកំសត់នោះទេហើយកំសត់គាត់ក៏មិនរត់ផងដែរគាត់គ្រាន់តែបានលើកដៃសំពះខ្លាឈរមើលមួយសន្ទុះបន្ទាប់មកវាបែរខ្លួនហើយដើរចូលទៅក្នុងព្រៃបាត់វិញទៅស្រាប់តែមានសំឡេងចេញពីក្នុងព្រៃដោយនិយាយថាយើងដឹងថាឯងមិនមែនជាមនុស្សអាក្រក់នោះទេហើយឯងក៏មិនចង់មកកាប់បំផ្លាញដើមឈើមួយនេះដែរឯងធ្វើវាដោយបង្ខំចិត្តប៉ុណ្ណោះព្រោះដើម្បីរកប្រាក់ព្យាបាលប្រពន្ធសូមឯងកុំបារម្ភអីសូមអ្នកបេះយកសម្បកឈើពីដើមដែលអ្នកបានកាប់យកទៅដាំទឹកឲ្យប្រពន្ធអ្នកផឹកចុះនោះនាងនឹងបានជាសះស្បើយជាពុំខានឡើយកំសត់សំពះអរគុណហើយក៏បានប្រញាប់ធ
ធ្វើតាមអ្វីដែលសម្លេងនោះបានប្រាប់គាត់ចាប់តាំងពីថ្ងៃនោះមកកំសត់បានបដូររបររកស៊ីគាត់កាប់តែឈើដែលងាប់និងមែកឈើស្ងួតគាត់មិនដែលកាប់ដើមឈើរស់នៅជិតកន្លែងអ្នកតានោះឡើយហើយគ្រួសាររបស់គាត់ក៏ចាប់ផ្ដើមមានជីវភាពល្អបន្តិចម្ដងហើយប្រពន្ធរបស់គាត់បានជាសះស្បើយពីជំងឺផងដែរហើយកំសត់បានរស់នៅដោយសេចក្តីសុខជាមួយនឹងគ្រួសារតូចរបស់គាត់ចាប់តាំងពីពេលនោះមករឿងព្រាយដើមឈើទាលកាលពីព្រេងនាយនៅក្នុងភូមិខ្មែរមួយដែលស្ថិតនៅជាប់ព្រៃធំមានដើមឈើទាលមួយដើមធំសម្បើមនៅចុងភូមិដើមឈើទាលនេះមានអាយុរាប់រយឆ្នាំមកហើយដើមរបស់វាក្រាស់ធំឬធំលាតសន្ធឹងចេញពីដីហើយមែករបស់វារីកសាយគ្របដណ្ដប់លើផ្លូវដីដែលអ្នកភូមិតែងតែធ្វើដំណើរឆ្លងកាត់នៅពេលថ្ងៃដើមឈើទាលមើលទៅស្រស់ស្អាតនិងផ្ដល់ម្លប់ត្រជាក់ដល់អ្នកដំណើរអ្នកភូមិខ្លះចូលចិត្តមកអង្គុយសម្រាកនៅក្រោមម្លប់របស់វាឯកុមារតូចៗចូលចិត្តរត់លេងនៅជុំវិញឬធំរបស់ដើមឈើទាលនោះប៉ុន្តែនៅពេលព្រះអាទិត្យលិចអ្វីបានផ្លាស់ប្ដូរទាំងស្រុងពេលរាត្រីចូលមកដល់តំបន់ជុំវិញដើមឈើទាលនោះក្លាយជាស្ងប់ស្ងាត់ខ្យល់បក់ស្លឹកឈើទាលបង្កើតបានជាសំឡេងដូចជាមានមនុស្សកំពុងខ្សឹបប្រាប់ឬអាត់កំបាំងអ្វីមួយចាស់នៅក្នុងភូមិតែងតែហាមក្មេងៗមិនឲ្យដើរឆ្លងកាត់ទីនោះនៅពេលយប់នោះឡើយមូលហេតុនោះគឺដោយសារតែមានរឿងដែលគេនិយាយតគ្នាមកថានៅដើមឈើទាលធំនោះមានព្រាយស្រីម្នាក់រស់នៅគ្មាននរណាម្នាក់ដឹងទេថាព្រាយនោះមានប្រវត្តិយ៉ាងដូចម្ដេចនោះទេអ្នកខ្លះនិយាយថានាងជាវិញ្ញាណរបស់ស្ត្រីម្នាក់ដែលបានស្លាប់ដ៏អាតកំបាំងនៅក្រោមដើមឈើនោះឯអ្នកខ្លះទៀតជឿថានាងជាព្រលឹងដែលមិនទាន់អាចទៅកាន់ទីស្ងប់បានដោយសារមានរឿងមួយមិនទាន់បានបញ្ចប់អ្វីដែលអ្នកភូមិដឹងច្បាស់នោះគឺនៅពេលយប់ខ្លះអ្នកដែលដើរកាត់ដើមឈើទាលអាចឮសំឡេងស្រីម្នាក់កំពុងយំយ៉ាងសោកសៅសំឡេងនោះចាប់ផ្ដើមពីចម្ងាយហើយឮមកកាន់តែជិតឡើងបន្ទាប់មកសំឡេងយំនោះក៏បាត់ទៅវិញនៅសល់តែខ្យល់បក់ស្លឹកឈើរេចុះរេឡើងដោយសាររឿងនេះអ្នកភូមិមិនដាហ៊ានទៅជិតដើមឈើទាលនោះទេនៅពេលយប់នៅក្នុងភូមិនោះមានបុរសម្នាក់ឈ្មោះវណ្ណៈគាត់ជាកូនកសិករក្រីក្រដែលរស់នៅជាមួយនឹងម្ដាយចាស់ជរាជីវិតរបស់គ្រួសារគាត់មិនសូវមានទ្រព្យសម្បត្តិអ្វីឡើយជារៀងរាល់ថ្ងៃវណ្ណៈតែងតែចូលទៅក្នុងព្រៃដើម្បីរកកាប់អុសយកទៅលក់រកប្រាក់ចិញ្ចឹមគ្រួសារទោះជាក្រីក្រយ៉ាងណាក៏វណ្ណៈជាមនុស្សដែលស្មោះត្រង់និងមិនដែលលោភលន់ឡើយគាត់មិនដែលយករបស់ដែលមិនមែនជារបស់គាត់ឡើយហើយតែងតែចេះជួយអ្នកភូមិដែលជួបការលំបាកតាមសមត្ថភាពដែលគាត់អាចជួយបានថ្ងៃមួយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់គ្នាប៉ុន្មានថ្ងៃព្រៃទាំងមូលសើមជោកជាំហើយអុសដែលវណ្ណៈបានរកក៏មិនអាចយកទៅលក់បានច្រើនដែរប៉ុន្មានថ្ងៃក្រោយមកអុសនៅក្នុងផ្ទះបានអស់អង្គនៅសល់តិចតួចហើយគ្រួសាររបស់វណ្ណៈចាប់ផ្ដើមជួបការលំបាកយ៉ាងខ្លាំងនៅល្ងាចមួយទោះមេឃជិតងងឹតក៏ដោយ
វណ្ណៈនៅតែសម្រេចចិត្តចូលព្រៃដើម្បីរកអុកបន្ថែមថ្ងៃនោះគាត់រកអុកបានច្រើនខុសពីធម្មតាប៉ុន្តែពេលគាត់ចេញពីព្រៃវិញព្រះអាទិត្យបានលិចបាត់ទៅហើយផ្លូវទៅភូមិវិញមានតែពន្លឺព្រះច័ន្ទស្រអាប់ព្រឹមវណ្ណៈសែងអស់នៅលើស្មារបស់គាត់ហើយដើរយ៉ាងលឿនពេលគាត់ធ្វើដំណើរមកជិតដល់ដើមឈើទាលស្រាប់តែខ្យល់មួយបានបក់យ៉ាងខ្លាំងស្លឹកឈើទាលរាប់រយសន្លឹករលាស់ព្រមគ្នាសំឡេងរបស់វាដូចជាមនុស្សជាច្រើនកំពុងខ្សឹបនិយាយគ្នាអំពីរឿងអ្វីមួយវណ្ណៈចាប់ផ្ដើមមានអារម្មណ៍មិនស្រួលប៉ុន្តែភ្លាមនោះគាត់ស្រាប់តែបានឮសំឡេងស្ត្រីម្នាក់កំពុងយំសំឡេងនោះវាចេញពីក្រោមដើមឈើទាលវណ្ណៈបានឈប់ដើរហើយសម្លឹងទៅកាន់ភាពងងឹតនៅក្រោមដើមឈើទាលមានរូបរាងស្ត្រីម្នាក់ឈរយ៉ាងស្ងៀមស្ងាត់នាងស្លៀកសម្លៀកបំពាក់ពណ៌សសក់ខ្មៅវែងធ្លាក់ចុះមកដល់ចង្កេះហើយបាំងមុខស្ទើរតែទាំងអស់វណ្ណៈបានឈប់ដើរហើយសម្លឹងទៅកាន់ភាពងងឹតនៅក្រោមដើមឈើទាលមានរូបស្រីម្នាក់កំពុងឈរយ៉ាងស្ងៀមស្ងាត់នាងស្លៀកសម្លៀកបំពាក់ពណ៌សសក់ខ្មៅវែងធ្លាក់ដល់ចង្កេះហើយបាំងមុខស្ទើរតែមើលមិនឃើញអ្វីទាំងអស់អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺជើងរបស់នាងមិនបានប៉ះនឹងដីឡើយនាងហាក់ដូចជាអណ្ដែតនៅក្នុងអាកាសវណ្ណៈដឹងភ្លាមថានេះប្រហែលជាព្រីដើមឈើទាលដែលអ្នកភូមិតែងតែនិយាយហើយប៉ុន្តែជំនួសឲ្យការរត់គេចគាត់បានឈរមើលដោយប្រុងប្រយ័ត្នព្រីនោះមិនបានចូលមកធ្វើបាបគាត់ឡើយនាងគ្រាន់តែយំយ៉ាងសោកសៅបន្ទាប់មកនាងបានលើកដៃចង្អុលទៅកាន់ឫសឈើដ៏ធំមួយរបស់ដើមឈើទាលវណ្ណៈមើលទៅតាមទិសដៃរបស់នាងហើយបានឃើញដីមួយកន្លែងហាក់ដូចជាត្រូវបានគេជីករួចហើយកប់វិចដោយមិនដឹងថាមានអ្វីនៅទីនោះវណ្ណៈបានយកដំបងមួយមកកាយដីគាត់កាយបានមួយសន្ទុះស្រាប់តែដំបងប៉ះនឹងវត្ថុរឹងមួយនៅក្រោមដីមានប្រអប់ឈើចាស់មួយប្រអប់នោះមានសភាពចាស់យ៉ាងខ្លាំងនិងគ្របដោយដីវណ្ណៈបានលើកវាចេញពីក្នុងដីហើយបើកគម្របមើលនៅក្នុងនោះមានកាក់មាសចិញ្ចៀនប្រាក់និងឯកសារចាស់ជាច្រើនសន្លឹកនៅពេលវណ្ណៈមើលឃើញមាសទាំងនោះភ្នែករបស់គាត់ក៏ភ្លឺឡើងដោយសារភាពភ្ញាក់ផ្អើលគាត់ក្រីក្រគាត់ត្រូវការប្រាក់គាត់អាចយកមាសទាំងអស់នេះទៅលក់ហើយជីវិតរបស់គាត់នឹងផ្លាស់ប្ដូរជារៀងរហូតគាត់អាចសង់ផ្ទះថ្មីឲ្យម្ដាយគាត់អាចទិញដីគាត់អាចឈប់ចូលព្រៃរកអស់ជារៀងរាល់ថ្ងៃប៉ុន្តែបន្ទាប់ពីគិតមួយសន្ទុះមកវណ្ណៈបានដឹងថាទ្រព្យទាំងអស់នេះពុំមែនជារបស់គាត់ឡើយនៅក្នុងប្រអប់មានឯកសារដែលបានបង្ហាញពីម្ចាស់ដើមវាជាទ្រព្យសម្បត្តិរបស់គ្រួសារមួយដែលធ្លាប់រស់នៅក្នុងតំបន់នោះជាច្រើនឆ្នាំមកហើយព្រាយស្រីនៅក្រោមដើមឈើទាលបានឈរមើលគាត់ដោយភាពស្ងៀមស្ងាត់វណ្ណៈយល់ថានាងប្រែជាចង់ឲ្យគាត់យកទ្រព្យសម្បត្តិទាំងអស់នេះប្រគល់ទៅឲ្យម្ចាស់ដើមវិញគាត់បានបិទប្រអប់វិញហើយសម្រេចចិត្តថានឹងមិនយកមាសណាមួយមកប្រើប្រាស់ផ្ទាល់ខ្លួនឡើយនៅពេលនោះខ្យល់បានបក់យ៉ាងខ្លាំងជុំវិញដើមឈើទាលស្លឹកឈើទាលរាប់រយសន្លឹករលាស់ចុះឡើងព្រាយស្រីបានចាប់ផ្ដើមស្រក់ទឹកភ្នែកប៉ុន្តែនៅលើមុខរបស់នាងមិនមានភាពភ័យខ្លាចទៀតនោះទេ
មានតែស្នាមញញឹមដ៏ស្ងប់ស្ងាត់មួយបន្ទាប់មករូបរាងរបស់នាងបានរលាយបាត់ទៅក្នុងអប្សរសនៅព្រឹកបន្ទាប់វណ្ណៈបានយកប្រអប់ឈើនោះទៅស្វែងរកគ្រួសារដែលមានឈ្មោះនៅក្នុងឯកសារនោះបន្ទាប់ពីស្វែងរកអស់ពេលជាច្រើនម៉ោងគាត់បានរកឃើញបុរសចំណាស់ម្នាក់ដែលជាកូនចៅរបស់ម្ចាស់ទ្រព្យគ្រួសារនោះក៏ក្រីក្រដែរហើយពួកគេមិនដែលដឹងថាទ្រព្យសម្បត្តិរបស់បុព្វបុរសរបស់គេនៅទីណានោះឡើយពេលបានឃើញឯកសារនិងទ្រព្យសម្បត្តិដែលបានបាត់បង់អស់ជាច្រើនចំនួនមកបុរសចំណាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវណ្ណៈបានប្រគល់អ្វីៗទាំងអស់ឲ្យទៅគ្រួសារនោះដោយមិនទាមទារអ្វីឡើយដំណឹងអំពីភាពស្មោះត្រង់របស់វណ្ណៈបានរីករាលដាលពេញភូមិអ្នកភូមិជាច្រើនសរសើរគាត់ហើយមនុស្សខ្លះបានជួយគាត់រកការងារថ្មីចាប់តាំងពីពេលនោះមកជីវិតរបស់វណ្ណៈនិងម្ដាយបានល្អប្រសើរឡើងបន្តិចម្ដងប៉ុន្តែរឿងព្រេងដើមឈើទាលមិនទាន់បានបញ្ចប់នៅឡើយនោះទេរាត្រីមួយនៅពេលព្រះច័ន្ទពេញវង្សវណ្ណៈបានសុបិនឃើញដើមឈើទាលក្នុងសុបិននោះដើមឈើទាលមានពន្លឺពណ៌មាសព័ទ្ធជុំវិញនៅខាងក្រោមដើមឈើនោះគាត់បានឃើញស្ត្រីស្លៀកសម្លៀកបំពាក់ពណ៌សម្នាក់លើកនេះនាងមិនមានសក់បាំងមុខទៀតនោះទេមុខរបស់នាងស្រស់ស្អាតនិងស្ងប់ស្ងាត់នាងឈរនៅក្រោមពន្លឺព្រះច័ន្ទហើយបន្តិចម្ដងបានដើរចូលទៅក្នុងពន្លឺពណ៌មាសពេលនោះវណ្ណៈបានដឹងថាព្រលឹងរបស់នាងទីបំផុតបានរួចផុតពីការរងចាំដ៏យូរចាប់តាំងពីយប់នោះមកសំឡេងយំដែលធ្លាប់លាន់ចេញពីដើមឈើទាលបានបាត់ទៅជារៀងរហូតគ្មាននរណាម្នាក់ឃើញស្ត្រីស្លៀកពាក់ពណ៌សនោះទៀតឡើយដើមឈើទាលក៏លែងមានសភាពគួរឲ្យខ្លាចដូចមុនដែរអ្នកភូមិចាប់ផ្ដើមមកអង្គុយក្រោមម្លប់របស់វាកុមារមកលេងជុំវិញឫសធំហើយអ្នកធ្វើដំណើរតែងឈប់សម្រាកនៅទីនោះដើមឈើទាលដែលធ្លាប់ជាកន្លែងដែលគួរឲ្យភ័យខ្លាចបំផុតបានក្លាយជាកន្លែងដែលមនុស្សគ្រប់គ្នាស្រឡាញ់វិញ